បងប្អូនស្របពេលដែលប្រជាជនសៀមមួយភាគធំកំពុងតែប្រមូលផ្ដុំគ្នាដើម្បីតវ៉ារឿងការបើកព្រំដែននឹងថាមិនអោយបើកទេមិនចង់អោយបើកមិនចង់អោយនាំផលិតផលមកចូលប្រទេសយើងទេគេសុខចិត្តបាត់បង់ប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែស្របនឹងពេលនឹងដែរនេះខាងប្រជាជនដែលគាត់រស់នៅជាយដែរណាគាត់មានការចង់ឲ្យមានការបើកព្រំដែននឹងវិញមែនទែនដោយសារអីដោយសារតែពួកគាត់ឥឡូវនេះមានការយ៉ាប់យ៉ឺនក្នុងការរកប្រាក់ចំណូលខ្លាំងមែនទែនហើយអ្នកខ្លះទៀតគាត់បាននិយាយថាគាត់បានធ្វើផែនការក្នុងការធ្វើជំនួញព្រំដែនជាមួយកម្ពុជាហ្នឹងគាត់រៀបចំមក2 3ឆ្នាំមកហើយទើបតែគាត់ចាប់ផ្ដើមបានមិនទាន់1ឆ្នាំផងអ្នកខ្លះស្រាប់តែឥឡូវមកជួបរឿងបែបហ្នឹងគាត់ត្រូវខាតធនច្រើនមែនទែនហើយគាត់អត់ហ៊ាននិយាយទៅកាន់ប្រជាជនឬមួយក៏មិត្តភ័ក្តិរបស់គាត់ទេគាត់ខ្លាចពួកគេថាគាត់ហ្នឹងគិតតែប្រយោជន៍ផ្ទាល់ខ្លួនទាំងខេត្តទាំងអស់ដែលជាប់នឹងព្រំប្រទល់ប្រទេសកម្ពុជាហ្នឹងសុទ្ធតែជួបវិបត្តិនឹងទាំងអស់ហើយពួកគាត់ចង់ឲ្យមានការបើកព្រំដែនវិញតែសម្រាប់ប្រជាជនថៃមួយភាគធំពួកគាត់អត់មានការគ្រប់គ្រងទៅលើការបើកព្រំដែនហ្នឹងទេចំណែកប្រទេសកម្ពុជាយើងក៏មានបងប្អូនកម្ពុជាដែលរស់នៅក្នុងខេត្តដែលជាប់ព្រំដែននឹងខ្លះក៏គាត់ចង់ឲ្យបើកដូចគ្នាព្រោះគាត់ត្រូវការធ្វើជំនួយទៅវិញទៅមកប៉ុន្តែយោបល់មួយភាគធំគឺថាមិនបាត់ទេអញ្ចឹងបងប្អូនអាចមានសិទ្ធិក្នុងការសម្រេចចិត្តខ្លួនឯងគិតអ្វីដែលល្អហើយធ្វើអ្វីដែលល្អបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាមិនចាំបាច់បើកក៏បានដែរព្រោះខ្ញុំអត់ចង់ឲ្យផលិតផលប្រទេសនឹងចូលមកស្រុកយើងទៀតទេទ្រាំលំបាកបន្តិចរកផ្លូវផ្សេងវាប្រកបជាមានដំណោះស្រាយចង់ឲ្យអ្នកនរគ្នាវិញ